សាច់រឿងមួយនេះចាប់ផ្ដើមមកយើងក៏បានឃើញប្រុសម្នាក់ដែលគេចាប់ចងច្រវាក់ទាំងដៃសងខាងតែម្ដងដោយបុរសដែលជាប់ច្រវាក់ទាំងដៃសងខាងនឹងមានឈ្មោះថាជាងយូដល់ពេលហ្នឹងផងដែរយើងក៏បានឮសំឡេងអ្នកណាម្នាក់បាននិយាយថាសិស្សខាងក្នុងជាងយូតើអ្នកដឹងអំពីកំហុសរបស់អ្នកដែរឬទេបុរសដែលជាប់ច្រវាក់ទាំងដៃសងខាងដែលមានឈ្មោះថាជាងយូនឹងក៏បានតបថាបុរសចំណាស់តើខ្ញុំបានប្រព្រឹត្តឧក្រិដ្ឋអ្វីទៅដែលបុរសមួយដែលកំពុងនិយាយកាត់ក្តីនឹងជាងយូយើងនឹងក៏បាននិយាយថាខ្ញុំនឹងលើកលែងអ្នកដរាបណាអ្នកប្រកោឆ្អឹងកំពូលដល់ខ្ញុំនោះជាងយូស្ដាប់លើហើយក៏បានញញឹមតែម្ដងថាពួកឯងចង់បានឆ្អឹងកំពូលខ្ញុំតែមែនទេវាគ្រាន់តែជាពពួកដ៏បរិសុទ្ធដ៏អាក្រក់នោះទេគ្រាន់តែចង់យកឆ្អឹងកំពូលរបស់ខ្ញុំហើយភ្លាមៗជាងយូក៏បានយកដៃរបស់គាត់ខ្វេះយកឆ្អឹងកំពូលរបស់គាត់ចេញមកតែម្ដងហើយក៏និយាយថានេះគឺជាឆ្អឹងកំពូលប្រសិនបើអ្នកចង់បាននោះឆាប់មកយកវាទៅហើយពួកឯងសូមចងចាំពីសម្ដីខ្ញុំដែលខ្ញុំបាននិយាយនៅពេលនេះផងជាងយូខ្ញុំស្បត់ថា3ឆ្នាំក្រោយអ្នកនិងពួកអាដែនដីបរិសុទ្ធនោះខ្ញុំនឹងឲ្យពួកឯងបង់ថ្លៃអ្វីដែលពួកឯងធ្វើបាបខ្ញុំនៅពេលនេះពួកឯងចាំទុកទៅបន្ទាប់ពីចូលត្រង់នេះចប់ហើយសាច់រឿងរបស់យើងក៏បានកាន់មកដល់កន្លែងមួយដែលយើងបានឃើញទឹកជ្រោះនិងបរិម្នាក់ដែលជាជាងយូរបស់យើងនេះឯងកំពុងតែអង្គុយវឹកហាត់ហើយភ្លាមៗហ្នឹងក៏បានលេចផ្ទាំងអ្វីមួយហើយអាផ្ទាំងមួយហ្នឹងគឺជាប្រព័ន្ធនេះឯងហើយវាបាននិយាយថាពេលនេះប្រព័ន្ធបានសកម្មឡើងវិញហើយជាងយូយើងក៏បានបើកភ្នែកមកក៏បានថានៅទីបំផុត3ឆ្នាំកន្លងផុតទៅនេះខ្ញុំបានធ្វើឲ្យប្រព័ន្ធសកម្មមកវិញហើយនៅពេលហ្នឹងប្រព័ន្ធក៏បានប្រាប់ជាងយូយើងថាឆ្អឹងកំពូលរបស់គាត់ពេលនេះបានកើតឡើងវិញហើយបេសកកម្មរបស់គាត់នៅពេលនេះក៏បានជោគជ័យផងដែរហើយប្រព័ន្ធក៏បានផ្ដល់រង្វាន់ឲ្យទៅគាត់ដែលមានជំនាញកម្រិតព្រះមួយនិងរូបរាងកាយអមតៈមួយផ្ដល់ឲ្យគាត់ផងដែរហើយនៅពេលហ្នឹងក៏ធ្វើឲ្យជាងយូយើងសប្បាយចិត្តជាខ្លាំងផងដែរការរងទុក្ខស៊ូទ្រាំរបស់គាត់រយៈពេល3ឆ្នាំកន្លងមកនេះគឺមានតម្លៃខ្លាំងណាស់ខ្ញុំពិតជាស្រឡាញ់ប្រព័ន្ធមួយនេះខ្លាំងមែនទែនហើយនៅភ្លាមៗហ្នឹងផងដែរប្រព័ន្ធក៏បាននិយាយទៅជាងជីងយើងថានៅពេលនេះប្រព័ន្ធសូមបិទការផ្ដល់រង្វាន់ជាបណ្ដោះអាសន្នសិនហើយនៅពេលហ្នឹងប្រព័ន្ធក៏បានបាត់ខ្លួនភ្លាមៗតែម្ដងមិនដឹងថាទៅដល់ទីណាបាត់ទេហើយជាងយូយើងនេះក៏បានធ្លាក់មកពីលើមេឃមិនដឹងថាធ្លាក់មកពីកន្លែងណាទេគាត់ក៏បាននិយាយថាអាប្រព័ន្ធមួយនេះវាបោកប្រាស់ខ្ញុំមែនណាហើយជាងយូយើងនេះក៏បានគិតក្នុងចិត្តផងដែរថាប្រហែលជានេះគ្រាន់តែជាការឆាប់ល្ងងនៃអ្នកវិស័យចម្រាញ់ឈីតែប៉ុណ្ណោះហើយនៅកន្លែងហ្នឹងខ្ញុំក៏ឆ្ងល់ផងដែរមិនដឹងថាគេកំពុងតែនិយាយអំពីអ្វីទេហើយសាច់រឿងគេក៏បានប្រាប់ពីការដាំដុះនៃទ្វីបធានយូមួយនេះផងដែរដែលមានដូចជាការបណ្ដុះបណ្ដាលរាងកាយការចម្រាញ់ឈីធាតុទាំង7សៀនវូអមតៈហើយកម្រិតមួយនេះនិងកម្រិតមួយនេះខ្ញុំមិនដឹងថាហៅដូចម្ដេចទេបើអ្នកគ្នាដឹងអីជួយប្រាប់ខ្ញុំផងហើយបន្ទាប់ពីពីរដែលខ្ញុំអត់ស្គាល់នឹងហើយគឺមានតទៅទៀតដូចជាកម្រិតពពួកបរិសុទ្ធនិងកម្រិតឧត្តមហើយកម្រិតរវាងកម្រិតអាណាចក្រមួយនេះគឺមិនអាចពោះវែងវាបានទេមានតែអ្នកខ្លាំងប៉ុណ្ណោះទើបអាចឈរនៅជម្រាលថ្មដ៏ខ្ពស់បំផុតហើយនៅពេលហ្នឹងផងដែរសាច់រឿងយើងក៏ការមកដល់ឡាជាងវូយើងទៀតហើយដោយគាត់កំពុងតែគិតក្នុងចិត្តថាតើអាប្រព័ន្ធនេះវាបានបោកប្រាស់ខ្ញុំប៉ុន្មានទេតើគាត់ប្រហែលជាគួរតែសាកល្បងហើយមែនទេចង់ដឹងថាអារាងកាយអមតៈហ្នឹងវាអមតៈដូចឈ្មោះប៉ុន្មានដែរអត់ហើយនៅពេលហ្នឹងគាត់ក៏បានមើលទៅអាវុធដាវវេទមន្តរបស់គាត់នេះហើយក៏បានថាគួរតែប្រថុយមួយក្តារហើយក៏បានយកអាដាវវេទមន្តមួយហ្នឹងយកទៅអាល់កុលខ្លួនឯងងាប់មែនតែនតែម្ដងហើយមិនមែនងាប់មែនតែនទេគឺនៅភ្លាមៗហ្នឹងឈាមរបស់គាត់ក៏បានហូរចូលក្នុងខ្លួនរបស់គាត់វិញមុខរបួសកន្លែងស្នាមករបស់គាត់ហ្នឹងក៏បានបិទផ្ចិតផងដែរហើយគាត់ក៏បានជឿរឿងទាំងអស់នេះដែលថាប្រព័ន្ធបានផ្ដល់រង្វាន់ពិតប្រាកដឲ្យគាត់មែនហើយនៅពេលដែលគាត់ស្លាប់ហ្នឹងកម្លាំងរបស់គាត់ក៏បានឡើងទៅតាមហ្នឹងផងដែរហើយភ្លាមៗសាច់រឿងរបស់យើងក៏បានកាន់មកដល់កន្លែងមួយដែលគេហៅកន្លែងថាគឺជាសាលខាងក្នុងនៃច្រកទ្វារហុងវូហើយយើងក៏បានឃើញបរិសុទ្ធចំណាស់មួយនេះកំពុងតែភ្ញាក់ផ្អើលនឹងអ្វីមួយហើយក៏បានឃើញបរិសុទ្ធម្នាក់នេះក្បាលដូចជាតោអញ្ចឹងបាននិយាយថាសិស្សម្នាក់បានភ្ញាក់ឡើងនឹងរាងកាយសម្បទាដ៏រឹងមាំហើយវាខ្លាំងជាងឆ្អឹងកំពូលរបស់ជាងយូយើងទៀតព្រះបានប្រទានពរដោយហុងវូយើងហើយក៏មានបរិសុទ្ធម្នាក់ណាទៀតហើយបាននិយាយថាឆាប់ចេញបញ្ជាទៅយើងត្រូវតែរកសិស្សម្នាក់នោះឲ្យទាល់តែឃើញតែម្ដងច្រកទ្វារហុងវូរបស់យើងនឹងបណ្ដោះបណ្ដាលគេហើយសាច់រឿងយើងក៏កាន់មកដល់កន្លែងជាងយូយើងវិញហើយដោយយើងបានឮសំឡេងជាងយូនិងប្រព័ន្ធបាននិយាយជាមួយនឹងគ្នាហើយអាចារ្យមួយនេះវាកំពុងតែអង្គុយស្ដាប់វាក៏ឆ្ងល់ផងដែរថាអ្នកទាំងពីរហ្នឹងកំពុងតែនិយាយអ្វីទៅហើយក្បាលវាក៏បានលោតសញ្ញាសួរតែម្ដងហើយយើងក៏បានឃើញជាងយូយើងនេះកំពុងតែរអ៊ូថាពិតជាហត់នឿយខ្លាំងមែនតើហើយប្រពន្ធក៏បាននិយាយទៅជាងយូយើងវិញថាម្ចាស់ផ្ទះសូមបញ្ឈប់អាកប្បកិរិយារបស់អ្នកនៅពេលនេះទៅជាងយូនឹងមិនខ្វល់ពីប្រព័ន្ធទេដោយនិយាយថាហើយខ្ញុំបានស្លាប់1000ដងហើយដោយសារតែចង់បំបែកចូលទៅដល់កម្រិតធាតុទាំង5នេះឯងហើយដើម្បីឈានទៅដល់កម្រិតអាណាចក្រមួយទៀតនោះគឺសៀនវូនោះ
មនុស្សខ្ញុំគួរតែធ្វើបទពិសោធន៍ឬក៏អត្តឃាតខ្លួនឯងចំនួន10000ដងទៀតអីណោះវាពិតជាធ្វើឲ្យខ្ញុំនេះធុញជាខ្លាំងប្រព័ន្ធក៏បានតបវិញថាមិនអីទេលោកម្ចាស់ខ្ញុំត្រៀមខ្លួនរួចហើយសម្រាប់ធ្វើអត្តឃាតអ្នកនោះគ្រាន់តែ10000ដងប៉ុណ្ណោះខ្ញុំស៊ីផុយជាងយូរយើងក៏បានខឹងនឹងប្រព័ន្ធតែម្ដងគាត់ថាឯងឈួតមែនទេគ្រាន់តែងាប់1000ដងហ្នឹងយើងហត់ស្ទើរតែងាប់មែនតែនហើយតើអ្នកចង់បោកបញ្ឆោតឲ្យខ្ញុំធ្វើបេសកកម្មដ៏ពិបាកមួយនេះទៀតតែមែនទេប្រព័ន្ធក៏បានតបទៅជាងយូរយើងវិញថាអាយ៉ាលោកម្ចាស់ប្រព័ន្ធដូចខ្ញុំនេះមិនចេះបោកប្រាស់លោកម្ចាស់ទេមើលភ្នែកដ៏ស្មោះត្រង់របស់ខ្ញុំទៅខ្ញុំមិនចេះបោកលោកម្ចាស់ទេណាកុំចេះតែចោទប្រកាន់ខ្ញុំនោះហើយអារម្មណ៍របស់ខ្ញុំមើលទៅប្រព័ន្ធមួយនេះពិតជាខ្ជូតខ្លាំងមែនតើដោយសារតែជាងយូរយើងនេះមិនអាចប្រកែកជាមួយនឹងប្រព័ន្ធបានដូច្នេះហើយក៏បានលើកដៃកណ្ដាលឲ្យវាមួយតែម្ដងហើយពេលហ្នឹងជាងយូរយើងក៏មិនខ្វល់ផងដែរគាត់ថាគាត់មិនចង់ស្លាប់ទៀតទេនៅពេលនេះហើយនៅពេលនេះគាត់ចង់រៀនអាស្នៀតនៃកម្រិតព្រះមនុស្សគាត់ក៏បានចុចរកចង់រៀនទាំងទៅប៉ុន្តែប្រព័ន្ធបាននិយាយថាកង្វះបទពិសោធន៍លោកម្ចាស់គួរតែរកពិន្ទុចំនួន1000ពិន្ទុបទពិសោធន៍សម្រាប់ការរៀនជំនាញកម្រិតព្រះមួយនេះហើយក៏បានធ្វើឲ្យជាងយូរយើងមួយនេះពិតជាធុញទ្រាន់ខ្លាំងមែនតើក៏បានចុចយកចង់រៀននឹងទៅប៉ុន្តែប្រព័ន្ធក៏បានតបវិញថាគ្មានបទពិសោធន៍ទេមិនអាចរៀនបានទេ